ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំបង្ហាញអំពីអត្ថប្រយោជន៍នៃតែបៃតងហៅថា matcha latte matcha latte ហ្នឹងក្នុងហ្នឹងមានជាតិទឹកដោះគោក៏ប៉ុន្តែ matcha នេះបើសិនជាពុកម៉ែបងប្អូនអត់ចង់បានរសជាតិមានទឹកដោះគោទេគេមានជា matcha សុទ្ធណាអត្ថប្រយោជន៍តែហ្នឹងគឺជួយចំពោះសុខភាពល្អខ្លាំងមែនទែនហើយតម្លៃវិញអត់សូវថ្លៃប៉ុន្មានទេក្នុងវីដេអូនេះខ្ញុំបង្ហាញពីវិធីធ្វើ matcha ភេសជ្ជៈ matcha ដែលញ៉ាំអាស្រ័យទៅលើពុកម៉ែបងប្អូនចូលចិត្តចង់ដាក់ទឹកកកក៏បានចង់ជីក្តៅក៏បានប៉ុន្តែញ៉ាំក្តៅល្អជាងមិនធ្វើឲ្យសរសៃឈាមយើងរួញណាចាគ្រឿងផ្សំគឺមានម្សៅ matcha latte មួយកញ្ចប់ហើយពុកម៉ែបងប្អូនដាំទឹកក្តៅឲ្យពុះល្អទៅចាំឆុងដូចក្នុងវីដេអូនេះអញ្ចឹងខ្ញុំដាំទឹកពុះរួចខ្ញុំចាក់ចូលក្នុងកែវបន្ទាប់មកដាក់ម្សៅ matcha latte មួយកញ្ចប់តែមួយកញ្ចប់ហ្នឹងខ្ញុំរំលែកទុកដាក់ធ្វើផ្អែមចាំមើលធ្វើមួយនេះរួចគឺពុកម៉ែបងប្អូននឹងឃើញវីដេអូទី2ខ្ញុំហើយខ្ញុំធ្វើផ្អែមឡើងប្លែកខុសពីគេចាហើយសម្រាប់ចំណងចំណូលចិត្តបើសិនជាចូលចិត្តផ្អែមអាចអេតដាក់ស្ករសឬក៏ទឹកដោះគោខាប់ចាហើយខ្ញុំអត់បានដាក់ទឹកដោះគោខាប់អីទេខ្ញុំដាក់ទឹកដោះគោស្រស់ហ្នឹងស្រួលជាតិសាបទៀតអត់ដល់ពេលអញ្ចឹងអត់សូវផ្អែមទេឡែមលក្ខណៈថាដូចថាវាអត់សូវឆ្ងាញ់ណាបើសិនជាដាក់ទឹកដោះគោខាប់ឬក៏ទឹកដោះគោស្រស់ដូចគ្នាតែយករសជាតិផ្អែមប្រកាសជាឆ្ងាញ់នេះត្រូវហើយសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមអាចហូបបានអត់លើសជាតិស្ករខ្ញុំសូមនិយាយអំពី matcha លម្អិតតើ matcha ជាអ្វីចា matcha មានសារធាតុចិញ្ចឹមពីស្លឹកតែទាំងមូលនិងមានជាតិកាហ្វេអ៊ីនសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងធម្មតាដែលមាននៅក្នុងតែបៃតងណាហើយអត្ថប្រយោជន៍នៃ matcha ហ្នឹងគឺជួយច្រើនមែនទែនការការពារប្រឆាំងជំងឺមហារីកពង្រឹងប្រព័ន្ធភាពស៊ាំការគ្រប់គ្រងជំងឺទឹកនោមផ្អែមថែរក្សាបេះដូងនិងសរសៃឈាមបង្កើនថាមពលរំលាយអាហារបានល្អនិងពិសេសមួយទៀតហ្នឹងគឺជួយសម្រកទម្ងន់ចំពោះអ្នកដែលធាត់ខ្លាំងណាឧស្សាហ៍ញ៉ាំ matcha ហ្នឹងទៅមួយថ្ងៃមួយកញ្ចប់អីទៅពុកម៉ែបងតែបើចង់ស្កើមខ្លាំងអំពេចហាត់ប្រាណក៏ដូចជាកាត់បន្ថយរបបអាហារពួក fast food ឬក៏សាច់ច្រើននិងអាហារដែលមានជាតិស្ករខ្ពស់ចាស់វីដេអូខ្ញុំដល់ទីបញ្ចប់ដែរហើយពុកម៉ែបងប្អូនសូមអរគុណដែលបានចំណាយពេលវេលាទស្សនា